អ្វីៗគ្រាន់តែជាការសន្មតប៉ុណ្ណោះវាការរលត់មានហើយបាត់ហើយមានហ្នឹងវាគ្រាន់តែជាការចងចាំរបស់យើងតែប៉ុណ្ណោះដូចជាពេលយើងគេងលក់អញ្ចឹងវាដូចយើងអត់មានអីទាំងអស់វាគ្រាន់តែជាការសន្មតរបស់យើងទៅសម្បត្តិអីផ្សេងៗតិចទៀតអីចឹងណាឬក៏ពេលយើងត្រឡប់យើងបាត់ការចងចាំអីចឹងអាហ្នឹងក៏យើងអត់មានអីទាំងអស់ដោយសារអ្វីៗយើងមានហ្នឹងគឺគ្រាន់តែជាការចងចាំវាគ្រាន់តែជាសញ្ញាការចងចាំឧទាហរណ៍ថាយើងមានដីមានផ្ទះមានឡានលុយនៅក្នុងធនាគារអីចឹងណាប្រហែលគ្រាន់តែជាការសន្មតទេអញ្ចឹងបើមិនជាយើងគេងលក់ឬមួយក៏យើងបាត់ការចងចាំវាយើងអាហ្នឹងគឺយើងអត់មានទេយើងដូច្នេះយើងគឺជីវិតរបស់យើងគឺមិនត្រូវការអ្វីច្រើននឹងដើម្បីរស់នៅទេបើវាជាកាតព្វកិច្ចរបស់យើងវិញឧទាហរណ៍ដូចជាយើងមានឪពុកម្ដាយមានកូនក្នុងបន្ទុកមានសាច់ញាតិដែលត្រូវទទួលបន្ទុកគ្រប់គ្រងគឺជាកាតព្វកិច្ចរបស់យើងដែលយើងត្រូវគ្រប់គ្រងពេលនៅពេលយើងប្រើប្រាស់ទ្រព្យសម្បត្តិរបស់យើងដើម្បីគ្រប់គ្រងថែរក្សាមេដាបេដាជាកិច្ចការដែលយើងត្រូវធ្វើគឺយើងទោះបីយើងមិនមានទ្រព្យសម្បត្តិនៅសល់ជាដុំកំភួនអីក៏យើងធ្វើកិច្ចការដែលមានតម្លៃរួចទៅហើយអញ្ចឹងហើយយើងកុំអន់ចិត្តនៅពេលដែលយើងថាអូអ្នកនោះគេមានជាងគេសល់ទ្រព្យសម្បត្តិច្រើនជាងអញ្ចឹងណាគឺយើងបានធ្វើកិច្ចការដែលមានតម្លៃរបស់យើងហើយដោយគ្រាន់មេដាបេដាយើងនៅជីវិតអញ្ចឹងណាយើងកុំខិតខំតែរឹងតែរកទ្រព្យសម្បត្តិភ្លេចមេដាបេដាឬធ្វើអំពើល្អភ្លេចគុណធម៌អីចឹងណាគឺយើងត្រូវរកទ្រព្យមកដោយសុចរិតតាមលទ្ធភាពដែលយើងអាចធ្វើទៅបានព្រោះនៅពេលដែលយើងស្លាប់ទៅគឺយកឡើងវិសាទ្រព្យសម្បត្តិអីផ្សេងៗគឺយកទៅអត់បានទេវាអត់មានន័យទៀតទេគឺយើងស្លាប់បាត់ទៅហើយទ្រព្យសម្បត្តិនៅខាងក្រៅយើងតែងតែគិតថាបលាំងប្រជែងគ្នាគឺយើងអ្នកនេះមានចឹងយើងត្រូវតែប្រឹងប្រែងដើម្បីឲ្យមានជាងអ្នកនោះអញ្ចឹងណាគឺការប្រជែងគ្នាអូអ្នកនោះអត់ជួយឲ្យអ្នកនោះមានជាងយើងទេគឺយើងត្រូវតែប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានជាងអ្នកនោះទៅគឺយើងត្រឹមតែធ្វើឲ្យល្អខ្លួនយើងបានកុំដេញតាមរបស់ខាងក្រៅឬដេញតាមដានតែផ្លូវចិត្តរបស់យើងបានផ្លូវចិត្តក៏ទ្រព្យសម្បត្តិនេះយើងរស់ស៊ីធម្មតាតាមលទ្ធភាពដែលយើងអាចធ្វើបានណាយើងកុំខំប្រឹងប្រែងប្រកួតប្រជែងមួយទេដែលយើងអត់មានលទ្ធភាពធ្វើទៅបានយើងតាមដានតែផ្លូវចិត្តរបស់យើងថាអូចិត្តរបស់យើងនេះគឺពេលដែលគេនិយាយមួយមកយើងខឹងខ្លាំងទេយើងឆាប់អន់ចិត្តទេយើងឆាប់មានការចំណែនឬការប្រកួតប្រជែងជាមួយគេទេប្រៀបធៀបពីនឹងអ្នកដទៃទេហ្នឹងគឺជាបញ្ហាផ្លូវចិត្តអញ្ចឹងណាការប្រកួតប្រជែងខាងក្រៅគឺអត់ចេះចាប់អត់ចេះហើយទេពេលដែលយើងមានប៉ុណ្ណេះគឺមានអ្នកដែលមានជាងយើងចឹងទៀតហើយពេលដែលអ្នកផ្សេងមានជាងយើងក៏មានអ្នកផ្សេងលើគេនឹងមានជាងគេនឹងទៀតចឹងណាដូច្នេះហើយគឺការដែលយើងចេះគ្រប់គ្រងអ្វីដែលយើងមានទៅតាមលទ្ធភាពដែលយើងអាចធ្វើបានគឺជាសេចក្តីស្ងប់ចិត្តមួយដ៏ល្អយើងកុំរត់តាមរបស់ខាងក្រៅគឺយើងត្រូវតែតាមដានតែចិត្តរបស់ខ្លួនយើងឲ្យមានសុខភាពផ្លូវចិត្តល្អចឹងណាហើយគេទៅកុំខ្វល់ពីថាអ្នកដទៃគេមានបានប៉ុណ្ណាដែលយើងប្រឹងធ្វើប្រឹងរកឲ្យតែអស់លទ្ធភាពរបស់យើងធ្វើបានកុំប្រៀបធៀបនឹងអ្នកដទៃណាគឺថាយើងគឺថាត្រូវគ្រាន់តែថាយើងមានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងគ្រួសារមេដាបេដាប្រពន្ធកូនសាច់ញាតិអីផ្សេងៗណាហើយឆ្លៀតធ្វើទៀនធ្វើអំពើល្អខ្លះអញ្ចឹងគឺជាការល្អមួយដែលមិនចាំទៅប្រៀបធៀបជាមួយអ្នកដទៃទេយើងមានលទ្ធភាពណាគឺប៉ុណ្ណឹងទៅគឺថាតែផ្លូវចិត្តយើងឲ្យតែមានមេត្តាមានគុណធម៌មានការចែករំលែកអំពើល្អឲ្យទៀនខ្លះជួយរក្សាអ្នកដទៃផ្សេងៗខ្លះចឹងណាគឺការធ្វើអំពើល្អគឺថាมันឥតប្រយោជន៍ទេมันឥតផលទេគឺថាកុំភ័យថាការយើងធ្វើល្អហើយអត់ទទួលបានផលល្អ100%អំពើល្អនឹងឲ្យផល100%បើសិនជាយើងធ្វើអំពើល្អហើយយើងឃើញថាអូដូចជាអត់ប្រយោជន៍សោះធ្វើអំពើល្អទៅបានតែអ្នកដទៃគេធ្វើអាក្រក់មកវិញក៏ប៉ុន្តែការធ្វើអំពើល្អគឺតែងតែបានផលល្អជានិច្ចនៅពេលដែលយើងក៏ប៉ុន្តែនៅពេលដែលយើងធ្វើអំពើល្អហើយយើងអត់ឃើញបានផលឃើញតែមានគេធ្វើអំពើអាក្រក់មកលើយើងវិញគេថាបានផលនេះឃើញតែធ្វើល្អហើយបានផលអាក្រក់មកវិញក៏ប៉ុន្តែអំពើល្អដែលយើងធ្វើនោះមិនបាត់ទេអំពើអាក្រក់ដែលយើងធ្វើនោះក៏មិនបាត់ដែរដោយយើងធ្វើអំពើល្អហើយបានអ្នកដទៃធ្វើអាក្រក់មកវិញដោយសារតែថាយើងធ្លាប់ធ្វើអំពើអាក្រក់ពីមុនមកហើយអំពើអាក្រក់នោះបានឲ្យផលមិនមែនអំពើល្អយើងធ្វើអំពើល្អហើយបានទទួលផលអាក្រក់មកវិញទេគឺ100%អំពើល្អគឺបានផលជាអំពើល្អដូច្នេះយើងត្រូវតែធ្វើអំពើល្អនៅពេលនេះគឺមិនចាំបាច់ពេលណាផ្សេងទេពេលយើងនឹកឃើញគឺធ្វើតែដោយសារបើយើងធ្វើអំពើល្អនៅពេលនេះហើយអំពើល្អរបស់យើងនឹងឲ្យផលនៅពេលក្រោយមិនមែនអំពើល្អដែលយើងធ្វើហើយបានផលជាអាក្រក់ទេឲ្យជាអាក្រក់នោះដោយសារថាយើងធ្លាប់ធ្វើអាក្រក់មកពីមុនមកពីពេលមុនមកទៀតបានឲ្យផលនៅពេលនេះក្នុងករណីហើយចង់បានទៅតែយើងអញ្ចឹងគឺថាវាជារឿងធម្មតាទេដោយសារថាជាចោលគឺត្រូវតែលួចហ្នឹងគឺទៅតែចង់បានរបស់អ្នកដទៃចឹងណាដល់ថាមិនឲ្យចោលលួចទេគឺថាអត់មានមនុស្សល្អណាគេចង់លួចតែអត់មានមនុស្សល្អណាទៅលួចតែមានមនុស្សល្អណាទៅចង់បានរបស់អ្នកដទៃតែយើងកុំខឹងនឹងគេពេកយើងថាគេជាចោលគេត្រូវតែលួចជាងទៅយើងគ្រាន់តែថែរក្សារបស់យើងតាមលទ្ធភាពដែលយើងធ្វើបានហើយយើងការពាររបស់យើងតែអញ្ចឹងណាយើងកុំខ្លាចកាហាយពេកតាមរបៀបដែលគេខ្ញុំយើងកុំខ្លាចកាហាយយើងត្រូវមានស្មារតីដោះស្រាយបញ្ហាដោយកុំច្រឡោតទៅតាមដែលគេដុតកម្ដៅអញ្ចឹងអាហ្នឹងយើងមានព្រៀបជាងគេហើយនៅពេលដែលមនុស្សដែលថាអាក្រក់មនុស្សដែលថាក្រោតខឹងមនុស្សដែលមានចិត្តលោភលន់ចង់បានរបស់អ្នកដទៃនោះគឺថាចិត្តគាត់ជាអកុសលកើតឡើងអញ្ចឹងគាត់ធ្វើអីអត់បានល្អអត់បានល្អអត់បានល្អទេហើយចិត្តគាត់ជាអកុសលគឺថាធ្វើអីអត់បានល្អហើយគឺជន់កាយខ្លួនឯងអញ្ចឹងណាហើយបើយើងជាមនុស្សមាន
បញ្ញាមានមេត្តាមានស្មារតីមានខន្តីមានស្មារតីល្អនោះគឺយើងនឹងដោះស្រាយបញ្ហាបានល្អសម្រាប់ក្រោយមិនគឺប្រហែលនឹងយើងមានបញ្ហាដោះស្រាយបញ្ហាបានល្អបានជោគជ័យ